មេដាបេដាទាំងអស់ត្រូវបង្កើតនៅផែនការត្រូវចេះផ្ដល់នៅការគ្រប់គ្រងហើយនឹងសំខាន់បំផុតគឺប្រើវិធីសាស្ត្រគ្រប់គ្រងតាមបែបវិជ្ជមានបាទខ្ញុំសូមជម្រាបសួរបងប្អូនជាមេដាបេដាសិស្សានុសិស្សនិស្សិតទាំងអស់ជាទីគោរពថ្ងៃនេះខ្ញុំបានទទួលសំណួរថាឪពុកម្ដាយមើលឃើញថាកូនរបស់គាត់ក្រោយពីវិលត្រឡប់ពីសាលាទៅហាក់ដូចជាទំនេរហើយមិនបានធ្វើការងារអីមួយដែលគាត់យល់ថាមានប្រយោជន៍សម្រាប់ខ្លួនគាត់ហើយនឹងមានប្រយោជន៍សម្រាប់គ្រួសារនិងសង្គមហើយជាពិសេសគឺគាត់មានការលំបាកក្នុងការផ្ដល់ការអប់រំទៅដល់កូនរបស់គាត់ខ្ញុំសូមជម្រាបជូនមេដាបេដាទាំងអស់ថាប្រសិនបើកូនស្ថិតនៅក្រោមកូននៅតូចដែលមិនទាន់ពេញវ័យមានន័យថាដើម្បីដោះស្រាយនឹងបញ្ហាទំនេរដែលគ្មានប្រយោជន៍ឲ្យប្រើប្រាស់ពេលទំនេរឲ្យមានប្រយោជន៍វិញគឺមានតែមួយគត់គឺមេដាបេដាទាំងអស់ត្រូវបង្កើតនិងរៀបចំផែនការឲ្យកូនពាក្យថាផែនការអ្វីដែលយើងធ្វើនៅក្នុងមួយថ្ងៃអញ្ចឹងដូចឧទាហរណ៍ខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងសម្រាប់កូនរបស់យើងមានន័យថាពីម៉ោងប្រមាណទៅម៉ោងប្រមាណគាត់ត្រូវទៅសាលារៀនម៉ោងប្រមាណដែលគាត់ត្រូវត្រឡប់មកផ្ទះវិញហើយពេលដែលគាត់ត្រឡប់ទៅមកផ្ទះវិញហ្នឹងមានន័យថាយើងតម្រូវឲ្យគាត់មានផែនការធ្វើអ្វីខ្លះសម្រាប់ខ្លួនគាត់ធ្វើអ្វីខ្លះសម្រាប់ការងារផ្ទះធ្វើអ្វីខ្លះសម្រាប់ការកំសាន្តសប្បាយរបស់គាត់អញ្ចឹងមនុស្សម្នាក់យើងអត់អាចឲ្យគាត់រៀនរហូតអត់អាចឲ្យគាត់ធ្វើការរហូតអត់ទេបើមានតែផែនការក៏មិនទាន់សំខាន់ដែរមានន័យថាឪពុកម្ដាយត្រូវមានតួនាទីទី2ក្រោយពីធានាថាកូនយើងមានផែនការហើយឪពុកម្ដាយមានតួនាទី2គឺជួយផ្ដល់ការគ្រប់គ្រងឲ្យកូនរបស់យើងអាចអនុវត្តផែនការហ្នឹងឲ្យបានជោគជ័យបាទណាឲ្យបានជោគជ័យអញ្ចឹងឪពុកម្ដាយគេប្រើពាក្យមួយថាត្រូវតាមមើលកូនហ្នឹងថាតើម៉ោងប៉ុណ្ណឹងដល់ម៉ោងប៉ុណ្ណឹងគាត់បានធ្វើដែរឬទេបើយើងអត់មានពេលមើលយើងមើលអីវិញយើងមើលលទ្ធផលខ្ញុំលើកឧទាហរណ៍សាមញ្ញមួយថាម៉ោងពីម៉ោង6ដល់ម៉ោង7យប់កូនខ្ញុំត្រូវធ្វើអីកិច្ចការសាលាអញ្ចឹងខ្ញុំអត់បាននៅមើលកូនខ្ញុំមើលទេប៉ុន្តែខ្ញុំមើលអីខ្ញុំមើលលទ្ធផលអញ្ចឹងពេលដែលខ្ញុំទៅដល់ផ្ទះខ្ញុំត្រូវហៅកូនខ្ញុំថាឯណាទៅកិច្ចការសាលាដែលកូនបានធ្វើយកមកឲ្យប៉ាមើលអញ្ចឹងអានឹងជារបៀបរបបក្នុងការធ្វើការអីគេហៅថាធ្វើការអភិបាលមានន័យថាជួយកូនដើម្បីឲ្យកូនដឹងថាកូននឹងបានធ្វើហើយឬទេអញ្ចឹងណាបាទកូនបានគេងហើយឬនៅបាទអញ្ចឹងយើងទៅមើលម៉ោងថាម៉ោង10កូនត្រូវចូលគេងថាតើកូននឹងបានគេងហើយឬនៅឬក៏នៅបន្តលេងអីផ្ដេសផ្ដាស់ដែលមិនសមរម្យតទៅទៀតបាទមានមេដាបេដាខ្លះថាឲ្យគាត់តាមជួយកូនគាត់មិនបើកិច្ចការសាលាគាត់អត់ចេះផងខ្ញុំលើកឧទាហរណ៍នេះគ្រូពីសាលាមកឧទាហរណ៍នេះគាត់ដាក់3សំណួរបាទណា3សំណួរដើម្បីឲ្យកូនរបស់យើងមកធ្វើការងារនៅផ្ទះអញ្ចឹងយើងជាឪពុកម្ដាយយើងអត់ចេះទេប៉ុន្តែយើងមើលនៅលើกระดาษហ្នឹងថាតើកូនយើងបានធ្វើ3សំណួរហ្នឹងដែរឬទេតែត្រូវនឹងខុសល្អមិនល្អមិនមែនជាតួនាទីយើងទេអាហ្នឹងជាតួនាទីរបស់គ្រូដែលនៅសាលាដែលជួយកូនយើងប៉ុន្តែយើងគួរជួយកូនយើងតែមួយគឺថាតើគាត់បានបញ្ចប់កិច្ចការសាលាដែលដាក់ឲ្យធ្វើនៅផ្ទះដែរឬទេបាទហ្នឹងគឺជាតួនាទីរបស់ឪពុកម្ដាយហើយខ្ញុំហាមដាច់ខាតកន្លែងនេះខ្ញុំធ្លាប់ឮដែរហាមដាច់ខាតឪពុកម្ដាយខ្លះជួយធ្វើការងារកិច្ចការសាលាឲ្យកូនណាបាទនេះគឺជាអិរិយាបថមួយមិនល្អហើយជាអិរិយាបថមួយសម្លាប់នៅសមត្ថភាពនិងចំណេះដឹងរបស់កូនយើងជៀសវាងដាច់ខាតបាទណាជៀសវាងដាច់ខាតក្នុងការជួយកូនអានឹងគេហៅថាជួយកូនតាមបែបអវិជ្ជមានមិនមែនជួយកូនតាមបែបវិជ្ជមានទេបាទណាហើយអ្វីដែលខ្ញុំចង់ផ្ដាំទៅមេដាបេដាទាំងអស់ឲ្យបានជ្រាបថាមិនត្រូវប្រើរូបភាពអវិជ្ជមានសម្រាប់កូនរបស់យើងទេអញ្ចឹងខ្ញុំចង់ជំរាបជូនថាយើងមានតួនាទីមួយជួយគាត់អប់រំគាត់និងជួយគាត់ហើយនឹងបង្ហាញផ្លូវគាត់ក្នុងទម្រង់វិជ្ជមានដាច់ខាតណាទម្រង់វិជ្ជមានដាច់ខាតជៀសវាងឲ្យបានជាដាច់ខាតនៅទម្រង់អវិជ្ជមានពាក្យដែលខ្ញុំនិយាយអវិជ្ជមាននេះដោយការប្រើប្រាស់សម្ដីមិនសមរម្យសម្ដីមិនល្អទៅលើកូនការប្រើប្រាស់អំពើហិង្សាទាំងផ្លូវកាយទាំងផ្លូវចិត្តទៅលើកូនគឺមិនជោគជ័យទេបាទណាខ្ញុំសូមជម្រាបជូនថាវិធីសាស្ត្រទាំងអស់នេះគឺគេបានស្រាវជ្រាវហើយមិនជោគជ័យទេអញ្ចឹងសរុបចុងក្រោយខ្ញុំចង់ជម្រាបជូនមេដាថាដើម្បីកម្ចាត់នៅភាពទំនេរដែលនាំឲ្យមានការខ្ជះខ្ជាយពេលវេលាអត់ប្រយោជន៍មេដាបេដាទាំងអស់ត្រូវបង្កើតនៅផែនការត្រូវចេះផ្ដល់នៅការគ្រប់គ្រង
และការអនុវត្តផែនការនឹងឲ្យបានជោគជ័យតាមរយៈអីតាមរយៈការជួយអភិបាលមានន័យថាជួយតាមមើលអំពីការអនុវត្តផែនការនឹងរបស់កូនហើយនឹងសំខាន់បំផុតគឺប្រើវិធីសាស្ត្រគ្រប់គ្រងតាមបែបវិជ្ជមានមានន័យថាបែបមិនហិង្សាហើយនឹងបែបអីមិនអសុរោះបាទណាបាទអញ្ចឹងខ្ញុំសូមអរគុណ